បាទជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនមីមីងអ៊ំប្រុសអ៊ុនស្រីនិងក្មួយប្រុសក្មួយស្រីទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបាទនាយក្តាប់ពីរនាក់នឹងប្រកុកកំពុងតែនិយាយអំពីរឿងជើងភ្នំដំរីរមៀលយើងហ្នឹងបងប្អូនគឺទេសភាពស្អាតមានបងប្អូនយើងមកលេងច្រើនហើយក៏ជាកន្លែងមួយដែលខ្ញុំនឹកស្មានមិនដល់ទេព្រោះខ្ញុំនៅទឹកដីនេះយូរហើយជិត40ឆ្នាំហើយអត់ដែលដឹងថាកន្លែងហ្នឹងវាមានទេសភាពស្អាតមានភ្នំមានរុក្ខជាតិខៀវខ្ចីចឹងទៅដល់អញ្ចឹងពីអ្នកប្រកុកកំពុងតែឆ្ងល់ថាហេតុអីកន្លែងទេសភាពស្អាតត្រជាក់ភ្នែកបៃតងខៀវខ្ចីហេតុអីបានជាយើងអត់ដឹងហើយប្រកបគាត់ថាគាត់អត់ដឹងដែរហ្នឹងគាត់អត់ដឹងទេគាត់នៅស្រុកនេះយូរហើយហេតុអីក៏មិនដឹងហើយដឹងខ្ញុំដឹងមកពីណាអត់បងប្អូនខ្ញុំដឹងពី Facebook មកបងប្អូនហើយ Facebook ហ្នឹងបោះបដិជគុណនៅគង់វត្តថ្មាតពងបងប្អូនហ្នឹងហើយឃើញព្រះអង្គគាត់ផុសទៅក៏មានចំណាប់អារម្មណ៍ចឹងទៅនាំគ្នាមកមើលតើទេសភាពហ្នឹងវាស្អាតដូចអ្វីដែលលោកបានផុសចឹងអត់ដល់ពេលមកមើលមានអីបងប្អូនហើយមនុស្សច្រើនណាស់ហើយនិយាយទៅគឺទេសភាពស្អាតមែនទែនហើយនៅសុកនឹងយូរហើយអត់ដែលដឹងសោះធ្លាប់តែដើររកទីតាំងឆ្ងាយបងប្អូនតើដល់ពេលក្បែរផ្ទះមានទេសភាពស្អាតបែបហ្នឹងដែរយើងអត់ចាប់អារម្មណ៍ឥឡូវឃើញហើយប្រហែលជារឿងក្រោយអីប្រហែលជាមានប្លង់ដុំហ្នឹងហើយតាមនេះតាមខ្ញុំមេកមើលណាព្រោះទេសភាពអាចទទួលយកបានវាមិនមានអីអស្ចារ្យប៉ុន្តែគ្រាន់ថាវាមានរុក្ខជាតិខៀវខ្ចីចឹងទៅមើលទៅវាត្រជាក់ភ្នែកដែរបងប្អូនហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមកកំសាន្តនៅទីនេះជូនពរត្រឡប់ទៅវិញឲ្យធ្វើដំណើរដោយសុខដោយសុវត្ថិភាពគ្រប់គ្នាហើយមួយទៀតបងប្អូនលបងគាត់គង់នៅវត្តថ្មាតពងហ្នឹងគាត់ចង់ឲ្យខ្ញុំហ្នឹងជួយផ្សព្វផ្សាយវត្តផងព្រោះថាវត្តសពថ្ងៃហ្នឹងគឺខ្វះកុដិពុកម៉ែបងប្អូនទាំងអស់គ្នាខ្វះកុដិឲ្យលោកសឹងហ្នឹងហើយអញ្ចឹងលបងគាត់ថាជួយផ្សព្វផ្សាយទៅក៏លោញាតិញោមពុទ្ធបរិស័ទណាគាត់មានសទ្ធាជ្រះថ្លាអញ្ចឹងណាហើយក៏ខ្ញុំធ្វើតាមលបងទៅ